ធីរកទូធំឲ្យបានច្រើនអ្នកនរគ្នាក៏តែមានទូធំមួយនិងស្បង់មួយហើយបង្កើតម៉ាស៊ីនចម្លងអាធំមួយអ្នកនរគ្នាអាចទៅមើលវីដេអូរបស់ខ្ញុំមុនបានហើយគ្រាន់តែយកទូធំដាក់ក្នុងស្បង់នោះរួចយកស្បង់នោះទៅដាក់ក្នុងម៉ាស៊ីនរបស់យើងរួចបើដំណើរការមកស្ដល់គ្នាចាំមួយសន្ទុះវានឹងបានលទ្ធផលក្រោយដែលខ្ញុំបានចាំមួយសន្ទុះមកវាក៏បានលទ្ធផលឥឡូវនេះតោធំរបស់យើងអាចរកបានហើយបើអ្នកនរគ្នាចង់បានតិចអ្នកនរគ្នាគ្រាន់តែធ្វើដោយការមុនដែលទៅនឹងអាចរកធំបានច្រើនហើយរងចាំវាមួយសន្ទុះវានឹងទទួលបានលទ្ធផលបើអ្នកនរគ្នាគិតថាវីដេអូនេះមានប្រយោជន៍សូមជួយចុច like និង subscribe បើអ្នកនរគ្នាមិនទាន់ចុចអរគុណបាយបាយ